រឿងបឹងចម្លែកនៅភូមិមួយមានបឹងចម្លែកមានជំនឿមួយដែលអ្នកភូមិតែងតែប្រាប់កូនចៅប្រាប់ថាកុំទៅរកត្រីនៅមាត់បឹងក្រោយម៉ោង 4 រសៀលមិនមែនព្រោះតែខ្លាចទឹកជន់ឬសត្វសាហាវនោះទេប៉ុន្តែព្រោះតែនៅពេលព្រះអាទិត្យចាប់ផ្ដើមជ្រេផ្ទៃទឹកបឹងដែលធ្លាប់តែថ្លាឆ្វេងនឹងប្រែពណ៌ជាខ្មៅស្រអាប់ហើយខ្យល់ត្រជាក់ខុសធម្មតានឹងបក់មកប៉ះសាច់បង្កក់ឈាមអ្នកដែលនៅក្បែរនោះសុកជាក្មេងម្នាក់ដែលមិនសូវជឿលើរឿងព្រេងនិទានគេជាក្មេងរឹងរូសនិងចូលចិត្តសាក់ល្បងអ្វីដែលប្លែកថ្ងៃមួយដោយសារតែចង់បានត្រីធំមកធ្វើម្ហូបជូនម្ដាយដែលកំពុងឈឺសុកបានសម្រេចចិត្តលបទៅបឹងនៅម៉ោង 4 រសៀលនៅពេលសុកទៅដល់មាត់បឹងបរិយាកាសពិតជាចម្លែកដូចគេថាសំឡេងសត្វបក្សីដែលធ្លាប់យំកញ្ជ្រៀវក៏ស្រាប់តែស្ងាត់ជ្រងំសុកដកដង្ហើមធំរួចបោះសំណាញ់ចូលទៅក្នុងទឹកសំណាញ់នោះធ្លាក់ចុះក្នុងទឹកប៉ុន្តែអ្វីដែលចម្លែកនោះនៅពេលទាញមកវិញវាធ្ងន់ខុសធម្មតាសុកត្រេកអរណាស់គិតថាច្បាស់ជាបានត្រីធំហើយប៉ុន្តែពេលគេទាញឡើងមកដល់លើគោកក្នុងសំណាញ់គ្មានសូម្បីតែត្រីមួយក្បាលមានតែកង់សក់ស្ត្រីខ្មៅរញ៉េរញ៉ៃនិងភក់ច្រងដែលធំក្លិនដូចសាកសពសុកចាប់ផ្ដើមព្រឺសម្បុរគេមានអារម្មណ៍ថាមានភ្នែករកគោកំពុងសម្លឹងមើលពីក្នុងព្រៃត្រែងគេងាកក្រោយគ្មានមនុស្សគេសម្លឹងទៅក្នុងទឹកក៏គ្មានស្រមោលក្រៅពីស្រមោលខ្លួនឯងប៉ុន្តែនៅពេលគេអោនចុះរៀបចំសំណេងស្រាប់តែមានសំឡេងខ្សឹបដាក់ត្រជាក់យ៉ាងត្រជាក់ថាយកត្រីអញទៅណាសុកភ័យញ័រពេញខ្លួនគេបោះសំណាញ់ចោលរួចរត់សំដៅទៅផ្ទះប៉ុន្តែជាគេរត់លឿនយ៉ាងណាក៏មានអារម្មណ៍ការតាមដានមិនបាត់បង់សោះសំឡេងជើងពេលគេរត់សំឡេងជើងតុកដើរតាមពីក្រោយជានិច្ចពេលគេឈប់សំឡេងនោះក៏ឈប់ក្លិនផ្កាម្លិះសាយភាយនឹងក្លិនស្អុយអាសោចបក់មកតាមខ្យល់ប៉ះច្រមុះគេគ្រប់ជំហាននៅពេលរត់កាត់ដើមឈើធំមួយសុកមានអារម្មណ៍ដូចមានដៃត្រជាក់ស្រេបមកចាប់ស្មាគេប៉ុន្តែគេងាកមើលគឺនៅតែមែកឈើងប់ប៉ុណ្ណោះសុកស្រែកហៅអ្នកភូមិឲ្យជួយប៉ុន្តែចម្លែកណាស់ផ្លូវដែលធ្លាប់ដើររាល់ថ្ងៃស្រាប់តែប្រែជាវែងអន្លាយរកទីបញ្ចប់គ្មានគេរត់ចុះឡើងក៏ត្រឡប់មកដល់មាត់បឹងដដែលមេឃចាប់ផ្ដើមងងឹតស្លុបខណៈពេលដែលសុកអស់កម្លាំងលែងចង់រត់គេក៏អង្គុយចុះយំនៅក្បែរដើមជ្រៃមួយស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងមកធ្វើឲ្យស្លឹកឈើជ្រុះពេញដីសុកមើលទៅស្រមោលខ្លួនឯងនៅលើដីគេស្រឡាំងកាំងស្រមោលរបស់គេមិនមែនមានតែម្នាក់ឯងទេនៅក្នុងស្រមោលដែលចាំងដោយពន្លឺព្រះច័ន្ទខ្សោយនោះគេឃើញមានស្រមោលខ្មៅខ្ពស់ស្រឡះឈរពីក្រោយគេហើយយកដៃរបស់ស្រមោលនោះកំពុងតែលូកមកច្របាច់កគេសុកងាកកាយភ្លាម តែ
តែនៅតែទទេស្អាតគ្មានខ្មោចគ្មានមនុស្សគ្មានអ្វីទាំងអស់មានតែភាពស្ងប់ស្ងាត់គួរឲ្យខ្លាចព្រឹកឡើងអ្នកភូមិបានឃើញសុកដេកស្លាប់នៅមាត់បឹងដល់ពេលព្រឹកឡើងសុកខ្លាយទៅជាមនុស្សដែរនិយាយមិនចេញបានត្រឹមចង្អុលទៅមាត់បឹងនិងធ្វើកាយវិការដូចមានមនុស្សដើរតាមជានិច្ចអ្នកភូមិជឿថាសុកត្រូវបានប្រលឹងបឹងលាក់មកតាមរក្សាឬដាក់បណ្ដាសាព្រោះតែបំពេញម៉ោងបំរាមរហូតដល់សប្តាហ៍ថ្ងៃអ្នកភូមិនៅតែឮសំឡេងសំណាញ់បង់ចូលទឹកនៅម៉ោង 4 រសៀលប៉ុន្តែមិនឃើញមនុស្សឡើយ